បាទជំរាបសួរក៏ដូចក៏សួស្តីពុកម៉ែបងប្អូននេះគឺជាប្លុករបស់ខ្ញុំមួយដែលធ្វើដំណើរទៅបេះតាពាំងកាច់តាពាំងណាកាច់តាពាំងហើយមុនកាច់តាពាំងក៏យើងឆ្លៀតធ្វើដំណើរទៅមើលចកាបន្តិចព្រោះថ្ងៃហ្នឹងត្រាក់ទ័រចូលភ្ជួរដីឲ្យដែរចឹងយើងឆ្លៀតចូលទៅមើលចកាហើយទៅមកយើងចេញដំណើរទៅកាច់តាពាំងណានេះយើងធ្វើតាមដំណើរផ្លូវដែលយើងទៅថ្ងៃមុនដែរទេហ្នឹងហើយយើងមើលសកម្មភាពទៅបាទនេះដល់ផ្លូវដែលយើងចូលទៅចកាហើយចកាដែលយើងផ្លូវយើងដដែលហ្នឹងចូលទៅហើយដោយសារតាសាមុនខ្ញុំពិបាកថតដោយសារតាជិះម៉ូតូមួយដែលមានអង្គការយើងពិបាកចាប់ពេលបត់ពេលចន់ប្រាំងចូលអីយើងពិបាកបត់ដល់យើងចាប់អង្គការដល់ពេលដៃមួយខាងឡើងនេះផងឡើងថតអីផងអីចឹងហើយសកម្មភាពនេះក៏យើងពិបាកថតដែរដោយសារតាពេលខ្លះក៏ផ្លូវយើងពិបាកដែរចឹងណាអូខេឥឡូវយើងមកដល់ចកាហើយនេះឃើញត្រាក់ទ័រក៏ត្រាក់ទ័ររបស់សម្លាញ់ហ្នឹងកំពុងជួដីហើយជួចិត្តរួចហើយសល់តាយើងមកតន់តាពេលមកគីឡូ2គីឡូហើយដែលគាត់ទៅជួបង្ហើយអញ្ចឹងយើងក៏យើងមានតងនឹងចូលទៅមើលដីហើយតែជួផុតតែដីភ្លៀងមួយមេនៅតែជួអត់សមុទ្រទៀតអញ្ចឹងបងប្អូនបាទឥឡូវយើងមកដល់ហើយក៏យើងក៏លេចឃើញមានម៉ែឈើឬឈើអីចឹងផុសមកពេលជួមកយើងក៏ឆ្លៀតបោះបន្តិចទៅតកួតដែលយើងបោះទៅហ្នឹងគឺតកួតដុតសាមុនហ្នឹងបងប្អូនហើយដុតទៅវាអត់ឆេះសោះអត់ដឹងមិនអត់ជល់ទេដុត3ដង4ដងទាំងហ្នឹងហើយវាអត់ឆេះហ្នឹងវាយ៉ាប់ដែរចឹងណាឥឡូវយើងក៏មកឃើញទាំងព្រិចនេះធំដែរតែវាតែមួយកាច់ចោលលេងកាច់វាចោលទៅហើយក៏យើងបន្តទៅមើលការជួរបស់ត្រាក់ទ័រទៅហើយយើងឆែកបន្តិចក៏យើងចេញទៅកាច់តាពាំងបាទបងប្អូនហើយនេះយើងមកដល់ព្រៃសហគមន៍ហើយដែលយើងត្រូវកាច់តាពាំងណាហើយពេលធ្វើដំណើរមកវិញពួកខ្ញុំអត់បានថតការធ្វើដំណើរទេអញ្ចឹងយើងមកដល់ព្រៃសហគមន៍បាទយើងបានថតនេះជាសកម្មភាពដែលយើងកាច់តាពាំងណាបងប្អូនហើយពេលត្រឡប់ទៅវិញបាទខ្ញុំថតវីដេអូតាមដងផ្លូវដែលយើងឆ្លងកាត់ព្រៃសហគមន៍ហ្នឹងតើវាមានសភាពប្រម៉េចណាអញ្ចឹងយើងមើលសកម្មភាពទាក់ទងនឹងការនេះកាច់តាពាំងរបស់យើងទៅហើយយើងកាច់អត់បានច្រើនទេកាច់បានបោអួយអីរួចប្រហែលជាបាន1គីឡូហើយហត់ណាបងប្អូនអើយកដៅថ្ងៃក្តៅផងអីផងបែកនេះក៏ខ្លះហើយពិសេសជាងនេះក្តៅហ្មងក្តៅមែនតើថ្ងៃហ្នឹងហើយពិបាកធ្វើម៉េចបើយើងអ្នកស្រែយើងស៊ូហើយយើងចង់បានតាពាំងយើងប្រឹងទៅបាទពុកម៉ែបងប្អូននេះជាផ្លូវកាត់ព្រៃសហគមន៍ដែលខ្ញុំនិយាយបែបហ្នឹងថាមានការខូចខាតជាតម្រុនខូចខាតខ្លាំងហ្នឹងហើយបងប្អូនមើលតែតងសកម្មភាពផ្លូវខូចខាតច្រើនណាស់ផ្សារមិញយើងឆ្លងកាត់តាមផ្លូវហ្នឹងអត់កើតទេជិះម៉ូតូឬក៏គោយន្តអីក៏ធ្វើដំណើរអត់កើតដែរព្រោះវាកប់ផុកខ្លាំងហើយបើគោយន្តវិញជិះទៅកើលហ្មងអញ្ចឹងសនំពោដល់អាជ្ញាធរជួយពិនិត្យមើលទៅលើតាមផ្លូវខ្សែក្រវ៉ាត់តាមចកាផងព្រោះបន្ទាប់ពីគម្រោងរបស់ឡាសិតបញ្ចប់ទៅគឺផ្លូវនឹងត្រូវខូចខាតច្រើនណាស់អញ្ចឹងខ្ញុំសង្ឃឹមថាអាជ្ញាធរជួយពិនិត្យមើលទៅលើផ្លូវហ្នឹងបើយើងអត់ជួសជុលទេភាសានេះពិបាកធ្វើដំណើរហើយបងប្អូនមើលទិដ្ឋភាពឃុំធំយ៉ាងហ្នឹងរូងធំយ៉ាងហ្នឹងឲ្យគោយន្តធ្វើដំណើរមិនកើតម៉ូតូចេញកើតបើវាជ្រៅយ៉ាងហ្នឹងណាអញ្ចឹងសូមអរគុណជាមុនសម្រាប់អាជ្ញាធរជួយពិនិត្យមើលទៅលើផ្លូវហ្នឹងផងអរគុណច្រើន